បងប្អូនដែលចូលចិត្តមើលរឿងកូរ៉េប្រហែលជាឃើញហើយពួកកូរ៉េញ៉ាំបាយម្ដងម្ហូបច្រើនមុខក៏ជាកញ្ចប់ច្រើនហើយបែបនេះមិនមែនតែក្នុងរឿងទេបងប្អូនខាងក្រៅគឺជាក់ស្ដែងគឺបែបនឹងឯងគឺញ៉ាំម្ហូបច្រើនជាងបាយចាប៉ុន្តែមុខម្ហូបខ្លះគឺការចម្អិនណាគឺសាមញ្ញដូចក្នុងថ្ងៃនេះខ្ញុំមានម្ហូបទឹកមួយគឺស្ងោរសារាយសមុទ្រហ្នឹងសម្រាប់ជនជាតិកូរ៉េគឺអ្នកដែលឆ្លងទន្លេហើយគេតែងតែញ៉ាំរហូតដល់កូនធំព្រោះសារាយហ្នឹងវាជួយឲ្យចរន្តឈាមមនុស្សស្រីដែលសម្រាលហើយហ្នឹងដើរបានល្អហើយមួយទៀតនឹងជួយឲ្យមានទឹកដោះច្រើនហើយតាមខ្ញុំដឹងពួកគាត់ញ៉ាំសារាយហ្នឹងយូរញ៉ាំរហូតដល់កូនធំញ៉ាំតលេងចូលដល់អញ្ចឹងហើយបានជាជនជាតិកូរ៉េឲ្យថ្ងៃខួបកំណើតគេតែងតែញ៉ាំសារាយហ្នឹងហើយគេញ៉ាំហ្នឹងដើម្បីរំលឹកគុណដល់អ្នកម្ដាយដែលបានលះបង់ដើម្បីគាត់អញ្ចឹងណាអញ្ចឹងថ្ងៃខួបកំណើតគេតែងតែញ៉ាំកន្លែងតែរៀបរាប់ហ្នឹងគឺត្រីបានដាក់ចៀនហើយបងប្អូនហើយសារាយត្រាំទឹកក៏រីកហើយដែរអញ្ចឹងយកវាមកកាត់កង់ខ្លីៗហើយញ៉ាំបានដាក់ប្រេងល្ងជាមួយនឹងខ្ទឹមហើយខ្ញុំក៏យកសាច់គោដែលខ្ញុំបានហាន់ហើយហ្នឹងយកមកឆាខ្ញុំធ្វើរៀងបច្ចេកពីកូរ៉េបន្តិចបងប្អូនកូរ៉េគេយកសារាយហ្នឹងយកមកលីងមុនហើយបើគេបង់សាច់គោនឹងស្រស់ទៅតែម្ដងហើយខ្ទឹមក៏គេដាក់ខ្ទឹមស្រស់ដែរតែខ្ញុំធ្វើរៀងកាត់ខ្មែរយើងបន្តិចខ្មែរយើងស្ងោរយើងលីងសាច់ទៅដើម្បីឲ្យមានជាតិអញ្ចឹងខ្ញុំកាត់ខ្មែរយើងបន្តិចចាស់ហើយគ្រឿងខ្ញុំមានដាក់ទឹកស្អ៊ីវសម្រាប់ធ្វើស៊ុបចាស់ហើយជាមួយនឹងអំបិលហើយនឹងម្រេចស្ករខ្ញុំអត់ទាន់ដាក់ឯបងប្អូនខ្ញុំចាំភ្លក់ពេលក្រោយសិនដាក់អានោះមកងាស់ចោលទៅឥឡូវមកមើលត្រីចៀនអញ្ចឹងឆ្អិនបានមួយមុខនេះលឿនហើយមួយមុខទៀតគឺខ្ញុំបានចៀនស្ពៃក្តោបជាមួយនឹងពងទាខ្ញុំអត់ឆាបងប្អូនចៀនវិញរសជាតិវាខុសពីយើងឆាហើយនេះខ្ញុំបង់ខ្ទឹមបារាំងចូលជាមួយនឹងសារាយហ្នឹងបងប្អូនខ្ទឹមបារាំងវាជួយផ្ដល់ជាតិផ្អែមដល់ទឹកស៊ុបអញ្ចឹងហើយបានជាខ្ញុំអត់ទាន់បង់ស្ករពីដំបូងខ្ញុំដាក់ខ្ទឹមបារាំងមកហើយបានខ្ញុំភ្លក់វាតាមក្រោយទៀតហើយចាំថែមស្ករតាមក្រោយហើយឥឡូវនេះមកដល់ចៀនស្ពៃក្តោបនេះខ្ញុំដាក់ប្រេងខ្យងជាមួយនឹងស្ពៃក្តោបនឹងហើយខ្ញុំដាក់ពងមាន់នេះខ្ញុំបានលាយគ្រឿងដែរលាយម្រេចហើយជាមួយនឹងអំបិលហើយក៏ខ្ញុំដាក់ផ្ងំវាចោលឲ្យឆ្អិនហើយខ្ញុំភ្លក់ទឹកស្លនឹងវាស្ទើរផ្អែមបន្តិចអញ្ចឹងខ្ញុំថែមស្ករតាមបន្តិចបងប្អូនហើយខ្ញុំភ្លក់ទៅអូខេហើយខ្ញុំរោយលើខ្ទឹមពីលើអាហ្នឹងចាប់ស្លមួយមុខទៀតចាអញ្ចឹង3មុខរួចរាល់បងប្អូនហូបគឺមានត្រីចៀនមួយមុខចៀនស្ពៃក្តោបជាមួយនឹងពងមាន់មួយមុខស្ងោរសារាយមួយមុខហើយខ្ញុំមានជាមួយនឹងគីមឈីចាគឹមឈីដើមចេថៅញ៉ាំទៅជូរដូចយើងជ្រក់ស្ពៃយ៉ាងដែរអញ្ចឹងខ្ញុំចូលចិត្តតែបងប្អូនញ៉ាំអញ្ចឹងទៅមានជូរមួយត្រីចៀនឆ្ងាញ់ដូចម្ហូបខ្មែរយើងអញ្ចឹងដែរចាហើយជាទូទៅញ៉ាំបែបអញ្ចឹងគឺយើងញ៉ាំម្ហូបច្រើនយើងអត់សូវញ៉ាំបាយច្រើនទេការដែលយើងញ៉ាំបាយច្រើនវាឡើងជាស្ករអញ្ចឹងយើងញ៉ាំអញ្ចឹងទៅម្ហូបយើងរៀងសាបអញ្ចឹងយើងញ៉ាំម្ហូបច្រើនយើងញ៉ាំបាយតិចកុំឲ្យយើងឡើងជាតិស្ករចាខ្ញុំថ្ងៃនេះមានប៉ុណ្្នឹងបងប្អូនទី1ដែលខ្ញុំធ្វើវីដេអូរៀងតាំងពីច្រើនមុខអញ្ចឹងណាដល់អញ្ចឹងខ្ញុំកាត់រៀងខ្លីៗ